សហព័ន្ធផ្នែកកីឡាហាត់គីដូបញ្ជូនកីឡាករកីឡាការិនីសម្ដែងដើម្បីបង្ហាញដល់សិស្សានុសិស្សនិងក្រុមបង្កើតក្លឹបកីឡាហាត់គីដូនៅសាលា Smart Start អន្តរជាតិក្រុងអរិយស័ព្ទខេត្តកណ្ដាលសហព័ន្ធផ្នែកកីឡាហាត់គីដូបានសហការជាមួយនឹងសាលា Smart Start អន្តរជាតិកន្លងទៅនេះរៀបចំសម្ដែងក្បាច់គុណកីឡាហាត់គីដូដល់សិស្សានុសិស្សកំពុងសិក្សានៅទីនោះនិងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2569និងក្រុមបង្កើតក្លឹបកីឡាហាត់គីដូនៅសាលា Smart Start អន្តរជាតិដែលនឹងបើកដំណើរការជាផ្លូវការនៅដើមខែឧសភាស្ថិតនៅភូមិបារាជសង្កាត់ស្វាយជ្រុំក្រុងអរិយស័ព្ទខេត្តកណ្ដាលលោកគង់ច័ន្ទធីណាអគ្គលេខាធិការសហព័ន្ធផ្នែកកីឡាហាត់គីដូបានប្រាប់ឲ្យដឹងថាថ្ងៃនេះដោយមានការអនុញ្ញាតពីអង្គការសៅសិង្ហៈប្រធានសហព័ន្ធកីឡាខ្មែរហាត់គីដូនឹងទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំសាលា Smart Start អន្តរជាតិសហព័ន្ធបានបញ្ជូនកីឡាករកីឡាការិនីមកសម្ដែងដើម្បីបង្ហាញក្បាច់គុណកីឡាហាត់គីដូដល់សិស្សានុសិស្សដែលកំពុងសិក្សានៅទីនេះសហព័ន្ធនិងសាលាមានគោលបំណងបញ្ជ្រាបវិស័យកីឡាជាពិសេសកីឡាហាត់គីដូហើយនេះក៏ជាគោលបំណងរបស់សាលា Smart Start អន្តរជាតិដែរសាលានឹងពិនិត្យមើលទៅតាមលទ្ធភាពនិងទៅតាមការជាក់ស្ដែងគោលបំណងរបស់ខាងសាលាក៏ដូចរបស់ខាងសហព័ន្ធដែរទី1គឺយើងបញ្ជ្រាបនៅក្បាច់គុណហាត់គីដូទៅតាមសាលារដ្ឋនិងសាលាឯកជនហើយនេះក៏ជាគោលបំណងរបស់ខាងសាលាដែរដែលគាត់ពិនិត្យមើលទៅតាមលទ្ធភាពនិងទៅតាមការជាក់ស្ដែងដែលយើងនឹងសហការគ្នាបើកនៅក្លឹបហាត់គីដូនៅសាលានេះបាទអានេះបើយើងនិយាយជារួមគឺជាផែនការរបស់លោកអុកញ៉ាប្រធានដើម្បីជំរុញនិងអភិវឌ្ឍវិស័យកីឡាហាត់គីដូនៅក្នុងសហព័ន្ធយើងឲ្យជួតជ្រាបទៅដល់តាមស្ទាប់សាលាឯកជននិងសាលារដ្ឋព្រោះនេះជាទិសដៅដើម្បីយើងប្រមូលធនធានមនុស្សដើម្បីឲ្យសហព័ន្ធយើងមានធនធានមនុស្សដើម្បីនឹងបង្កើតនៅក្នុងការចូលរួមជាលក្ខណៈជាតិនិងអន្តរជាតិជាក់ស្ដែងគឺនៅក្នុងឆ្នាំ2025យើងបានបញ្ជ្រាបនៅក្បាច់គុណហាត់គីដូយើងនេះចូលបានសាលារដ្ឋមួយហើយគឺសាលាបឋមសិក្សាបាក់ទូកអ្នកដឹកនាំកំពុងតែជំរុញនិងពិនិត្យមើលទៅតាមលទ្ធភាពតាមបណ្ដាសាលាមួយចំនួនទៀតតើយើងអាចនឹងសហការគ្នាក្នុងការបង្កើតក្លឹបនៅតាមទីតាំងនោះបាននឹងទៅតាមភាពជាក់ស្ដែងបាទយើងពិនិត្យជាក់ស្ដែងគឺទិសដៅរបស់សហព័ន្ធទី1គឺយើងប្រឹងប្រែងបណ្ដាលនៅយុវជនថ្នាលយើងតូចណាព្រោះនេះជាការជួយជំរុញវិស័យសុខភាពនៅក្នុងប្រទេសយើងដែរព្រោះក្មេងៗបើបានចូលហាត់កីឡាក៏ជួយលើកស្ទួយនិងអប់រំគាត់ផ្នែកសុខភាពនិងសុជីវធម៌មួយចំនួនដែរបាទចំពោះបញ្ហាបច្ចេកទេសគឺខាងសហព័ន្ធជាពិសេសគឺលោកគ្រូអ្នកគ្រូគាត់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលនៅកីឡាករកីឡាការិនីយើងទៅតាមវ័យគាត់ប៉ុណ្ណាហើយនៅក្នុងបច្ចេកទេសគាត់ហាត់ត្រូវទទួលបានកម្រិតណាគឺយើងគេហៅពិនិត្យនិងផ្ដល់ឲ្យគាត់មិនឲ្យគាត់មានបញ្ហាអ្វីដែលដូចកម្រិតធំទេព្រោះការសម្ដែងនេះគឺជាគេហៅកម្រិតថ្នាក់ធំហើយអញ្ចឹងយើងមើលទៅឃើញគាត់ហក់គាត់លោតគាត់បោកខ្លួនអីហ្នឹងនឹងត្រូវហើយការបារម្ភរបស់មេដាបៃតាគឺត្រូវប៉ុន្តែចំពោះយើងតូចយើងមិនអាចថាចាប់ផ្ដើមភ្លាមដល់កម្រិតហ្នឹងទេយើងជាជំហានបន្តិចតាំងពីបើយើងនិយាយអាហ្នឹងដូចប្រៀបធៀបថាដូចមនុស្សយើងចឹងកើតមកគឺគាត់មិនអាចចេះដើរភ្លាមទេបាទអញ្ចឹងកើតមកគាត់ត្រូវនៅគាត់រើខ្វាយតោះមកគាត់ចេះកឡាប់តោះមកគាត់ចេះងើបអង្គុយគាត់តោងឈរគាត់រៀនដើរគាត់រៀនរត់បានគាត់លោតហក់អញ្ចឹងយើងដូចគ្នាក្នុងការបណ្ដុះបណ្ដាលនៅបច្ចេកទេសបាច់គុណហាត់គីដូយើងដូចគ្នាយើងមិនមែនដំបូងយើងឲ្យគាត់ហក់លោតចឹងហ្មងឯងយើងត្រូវមានបច្ចេកទេសទៅតាមលំដាប់លំដោយរបស់បាច់គុណរបស់យើង